គោលនងធម្មផុតរបស់យើងយើងចង់ចូលរួមជាមួយនឹងការការពារអនាម័យបរិស្ថានជាមួយនឹងបងប្អូនជាប្រវត្តិជាពិសេសការការពារនៅជំងឺសើស្បែកផ្សេងការការពារនៅអនាម័យមេរោគបាក់តេរីផ្សេងនៅក្នុងបរិយាកាសក្នុងបន្ទប់ទឹកជាពិសេសគឺបំបត្តិក្លិនអាក្រក់នៅក្នុងបន្ទប់ទឹកក៏យកបានប្រើប្រាស់នៅថ្នាំទឹកសម្រាប់មេរោគ AOCL នឹងដែរបងប្អូនយើងធ្លាប់បានស្គាល់និងធ្លាប់បានប្រើប្រាស់ផលិតផល Hypotex ហើយឬនៅបាទហើយសំណួរគេសួរថាហេតុអ្វីបានជាយើងត្រូវប្រើប្រាស់ផលិតផល Hypotex នេះបាទដើម្បីកុំឲ្យខាតពេលខ្ញុំសូមជម្រាបជូនទៅដល់ពុកម៉ែបងប្អូនអ៊ំពូមីងតែម្ដង Hypotex មកពីពាក្យភាសាអង់គ្លេសគេហៅថា hypochlorous acid ដែលវាជា solution acid ខ្សោយហើយត្រូវបានគេដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីសម្រាប់មេរោគបាទនៅលើស្បែករបស់យើងហ្នឹងដែលមានដូចជារមាស់កមរោលបន្ទួលពិសេសគឺជួយដោះស្រាយបញ្ហាកាត់ភ្លឺដំបៅមុតរបួសនិងជំងឺសើស្បែកផ្សេងៗចំពោះលក្ខណៈពិសេសរបស់ Hypotex ឬក៏ដែលអក្សរកាត់ជាភាសាអង់គ្លេស HOCL ហ្នឹងគឺវាមិនប៉ះពាល់ដល់បរិស្ថានឬក៏ប៉ះពាល់ស្បែកយើងនោះទេតែវាអាចជួយឲ្យស្បែកយើងនោះមានសំណើមនិងការពារស្បែកឲ្យមានសុខភាពល្អថែមទៀតផងបាទក្រៅពីមុខងារខាងលើ Hypotex ឬHOCL ហ្នឹងវាមានប្រសិទ្ធភាពកម្ចាត់បាក់តេរីវីរុសផ្សិតនិងបំបត្តិក្លិនអាក្រក់នៅក្នុងបន្ទប់ទឹកបានដល់ទៅ99ក៏ដកសញ្ញា99%ក្នុងរយៈពេល10ទៅ30នាទីហើយវាក៏ជាទឹកលាងសម្អាតជាតិគីមីចេញពីបន្លែផ្លែឈើត្រីសាច់បំបត្តិក្លិនមិនល្អនៅក្នុងបន្ទប់ទឹកផ្ទះបាយបន្ទប់ទទួលភ្ញៀវនិងបន្ទប់ប្រជុំជាដើមបាទដើម្បីជ្រាបច្បាស់បន្ថែមសូមស្ដាប់ការអះអាងរបស់បណ្ឌិតហ៊ុនរឿនបាទដែលលោកបណ្ឌិតហ៊ុនរឿនលោកគឺជាម្ចាស់រោងចក្រខ្នាតតូច Hypotex នេះផ្ទាល់តែម្ដងហើយអ្វីបានយើងត្រូវនាំបច្ចេកវិទ្យាប្រភេទផលិតផលនឹងមកដល់ស្រុកខ្មែរយើងគោលនងធម្មផុតរបស់យើងយើងចង់ចូលរួមជាមួយនឹងការការពារអនាម័យបរិស្ថានជាមួយនឹងបងប្អូនជាប្រវត្តិជាពិសេសការការពារនៅជំងឺសើស្បែកផ្សេងការការពារនៅអនាម័យមេរោគបាក់តេរីផ្សេងនៅក្នុងបរិយាកាសក្នុងបន្ទប់ទឹកជាពិសេសគឺបំបត្តិក្លិនអាក្រក់នៅក្នុងបន្ទប់ទឹកក៏យកបានប្រើប្រាស់នៅថ្នាំទឹកសម្រាប់មេរោគ AOCL នឹងដែរហើយ AOCL លក្ខណៈពិសេសគឺអត់មានផលប៉ះដល់បរិស្ថានដល់ស្បែកដល់អីទេមានតែជួយធ្វើឲ្យស្បែកមានសំណើមការពារស្បែកឲ្យមានសុខភាពល្អហើយនឹងជំងឺសើស្បែកផ្សេងៗដូចជាកមលមាស់អាឡែកស៊ីអីផ្សេងៗគឺ AOCL ហ្នឹងគឺជួយដល់កិច្ចការងារនេះបានហើយដោយសារតែខ្ញុំយល់ឃើញថាប្រទេសជប៉ុនគឺជាប្រទេសដែលមានអនាម័យបរិស្ថានខ្ពស់អញ្ចឹងហើយក៏ដោយសារគេមាននៅបរិខាអស់ហ្នឹងដូចជាទឹកសម្រាប់មេរោគអីផ្សេងៗហ្នឹងដូច AOCL នេះគឺជាពិសេសសម្រាប់ធ្វើកិច្ចការងារនៅក្នុងការអនាម័យបរិស្ថាននិងជាការពារប្រជាពលរដ្ឋពីការជំងឺឆ្លងផ្សេងៗអញ្ចឹងសូមអរគុណច្រើនបាទ